ពេលដែលអ្នកផ្សេងគ្រាន់តែលេងដីនៅទីហោស្ថានបុរសម្នាក់នេះបានចំណាយពេលកន្លះឆ្នាំម្នាក់ឯងក្នុងព្រៃដោយប្រើដៃទេធ្វើបន្ទះឈើរាប់ពាន់សន្លឹកដើម្បីសាងសង់វីឡានៅចង្កេះភ្នំទំហំរាប់សិបម៉ែត្រការ៉េខាងក្នុងមិនត្រឹមតែក្រៅកម្រាលឈើសុទ្ធនោះទេថែមទាំងមានបំពាក់ប្រព័ន្ធផ្គត់ផ្គង់ទឹកទៀតផងក្រោយមកគាត់ថែមទាំងបានបង្កើតឧបករណ៍ចាប់សត្វដោយខ្លួនឯងនិងទទួលបានក្តាមទន្លេយ៉ាងច្រើនដែលបញ្ជាក់យ៉ាងច្បាស់ពីកម្ពុជាអ្នករស់រាននៅទីហោស្ថានក្រោយពីមានព្យុះភ្លៀងយ៉ាងខ្លាំងក្លាមកមានដើមឈើដួលរលំជាច្រើននៅលើភ្នំធ្វើឲ្យអាហ្វូកាន់តែងាយស្រួលក្នុងការចាប់ផ្ដើមពីចំណុច0ដើរបានមួយសន្ទុះគាត់ក៏បានឈប់នៅក្បែរជម្រាលភ្នំមួយគ្រាន់តែក្រឡេកមើលអាហ្វូដឹងភ្លាមថាដីនៅទីនេះមានគុណភាពល្អជាទីតាំងដ៏ស័ក្តិសមសម្រាប់សាងសង់ផ្ទះគាត់ក៏ប្រញាប់យកឧបករណ៍ចេញមកដើម្បីសម្អាតស្មៅនៅលើផ្ទៃដីរួចយកចប់ចំពោះទីមកចាប់ផ្ដើមជីកតែម្ដងគេថាវ័យក្មេងពិតជាល្អមែនអាហ្វូធ្វើការដោយមិនសម្រាប់បន្តិចសោះទោះបីជាហត់នឿយរហូតដល់បែកញើសជុកខ្លួនក៏ដោយក៏គាត់នៅតែខំធ្មេញតស៊ូឧបសគ្គដ៏ធំបំផុតក្នុងការជីករបស់គាត់គឺផ្ទាំងថ្មដែលកប់នៅក្រោមដីរបស់នេះពិបាកដឹកជញ្ជូនជាងដីទៅទៀតសំណាងល្អដែលអាហ្វូមានកម្លាំងដៃខ្លាំងហើយមិនដឹងថាពាក្យថាហត់នឿយមានន័យយ៉ាងណាទេទីបំផុតបន្ទាប់ពីចំណាយពេលមួយសប្តាហ៍គាត់ក៏ជីកបានជម្រៅ2ម៉ែត្រនិងបានផ្ទៃគ្រឹះទំហំ26ម៉ែត្រការ៉េពេលនេះដើម្បីភាពងាយស្រួលក្នុងការរស់នៅគាត់បានគូសប្លង់នៅផ្នែកខាងស្ដាំនៃជញ្ជាំងដើម្បីជីកធ្វើជាចង្ក្រានកម្ដៅនៅទីនេះដោយសារតែក្នុងព្រៃមានសំណើមខ្លាំងចង្ក្រានកម្ដៅប្រៀបដូចជាបេះដូងរបស់ផ្ទះអញ្ចឹងបន្ទាប់ពីអាហ្វូធ្វើទម្រង់ជាមូលដ្ឋានរួចគាត់បានយកដីខ្សាច់ដែលជីកបានមកកូរទុកបន្ទាប់មកទៅយកដីស្អិតពីមាត់អូដោយកូរលាយវាឲ្យសព្វល្អហើយប្រើប្រាស់ផ្ទាំងថ្មដែលជីកបានកាលពីមុនដើម្បីសាងសង់ចង្ក្រានកម្ដៅនេះឡើងចំណែកឯផ្ទៃចង្ក្រាននៅខាងលើវិញអាហ្វូក៏បានក្រាមមែកឈើមួយស្រទាប់ផងដែរដើម្បីអាចទ្រទម្ងន់ឆ្នាំងនៅពេលដុតភ្លើងពេលក្រោយបន្ទាប់ពីរួចរាល់អាហ្វូបានរកឃើញដើមឫស្សីមួយដោតនៅចំកណ្ដាលធ្វើជាចំណុចគោលដើម្បីការពារកុំឲ្យបំពង់ផ្សែងដែលសាងសង់រួចមានភាពវិពេលនេះគាត់គ្រាន់តែបន្តសាងសង់ឲ្យខ្ពស់ឡើងជាការស្រេចត្រូវតែទទួល